ចូលស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាឲ្យប្រព្រឹត្តល្អនឹងគេហើយឲ្យគេខ្ចីដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះនោះអ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុតត្បិតទ្រង់តែងល្អដល់ទាំងមនុស្សអកតញ្ញូនិងមនុស្សអាក្រក់ដែរប៉ុន្តែទ្រង់មិនដែលលែងមានទីបន្ទាល់ពីព្រះអង្គទ្រង់ទេដោយទ្រង់តែងតែផ្សាយព្រះគុណមកគឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃឲ្យមានរដូវដ៏សម្បូរដើម្បីនឹងបំពេញចិត្តយើងដោយសារអាហារនិងសេចក្តីអំណរឯអ្នកដែលអួតនោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញគឺថាខ្លួនមានយោបល់ហើយក៏ស្គាល់ដល់អញថាអញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរសសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតនៅផែនដីត្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាខ្ញុំនឹងថ្លែងប្រាប់ពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ាហើយពីសេចក្តីដែលគួរសរសើររបស់ទ្រង់តាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នានិងសេចក្តីសប្បុរសដ៏ជាធំដែលផ្ដោតដល់ពូជពួកអ៊ីស្រាអែលជាសេចក្តីដែលទ្រង់បានប្រោសដល់គេតាមសេចក្តីមេត្តាករុណារបស់ទ្រង់ហើយតាមសេចក្តីសប្បុរសដ៏ជាបរិបូរណ៍របស់ទ្រង់ចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែររីឯសេចក្តីស្រឡាញ់ជាបងប្អូននោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេពីព្រោះព្រះទ្រង់បង្រៀនឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយព្រះយេហូវ៉ាជាព្រះដ៏ប្រលោះឯងទ្រង់មានព្រះបន្ទូលថាអញបានគេចមុខចេញពីឯងនៅតែមួយផ្លេតនោះដោយមានសេចក្តីក្រដ៏ហូរហៀតែអញនឹងអាណិតអាសូរដល់ឯងដោយសេចក្តីសប្បុរសដ៏នៅអស់កលជានិច្ចវិញអញបានទាញនាំគេដោយខ្សែជាសេចក្តីទទូចរបស់មនុស្សគឺដោយចំណងនៃសេចក្តីស្រឡាញ់អញបានធ្វើដល់គេដូចជាអ្នកដែលលើកបង្ហើបនឹមនៅកគោហើយដាក់ស្មៅនៅមុខវាដូច្នេះចូលមើលសេចក្តីសប្បុរសនិងសេចក្តីប្រិតប្រៀបនៃព្រះគឺទ្រង់ប្រិតនឹងពួកអ្នកដែលដួលតែសប្បុរសនឹងអ្នកវិញបើអ្នកណានៅជាប់នឹងសេចក្តីសប្បុរសនោះពុំនោះអ្នកនឹងត្រូវកាត់ចែងដែរអ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួនដោយយកការហើយដោយដាក់បុលនោះគឺប្រមូលទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទល់ក្រទេដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសំឡូតនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ងាដល់ព្រះចុះ